បអង្អែលកាយស្រីឲ្យស្បាយជូនទៅឆ្លងក្រៅឲ្យឆាប់គេងងមានអ្វីសប្បាយដែលបានជួបជុំម៉ែឪបងប្អូនញាតិមិត្តចិត្តខាងភូមិផងរបងចិត្តគ្នានោះទេជាពិសេសនៅរដូវចូលឆ្នាំខ្មែរគេលេងឈូងទាញប្រន់បោះអង្គុយកំឡោះក្រមុំផ្ដុំជុំគ្នាសប្បាយគ្មានប្រកាន់អ្វីទាំងអស់ទោះអីតែលោកកែសារ៉ាន់បានខ្ចាត់ប្រត់ទៅនៅស្រុកគេកម្មអីបង្រត់លោកឲ្យចាក់ឆ្ងាយពីស្រុកកំណើតធ្លាប់ជប់ជុំគ្រួសារដីគេពីដូនតាដែលធ្លាប់ផ្ដល់កំណើតឲ្យលោករស់សប្បាយគ្មានមកស្រណោះវាលវែងតែងខ្វៀលគោស្រណោះដងអូគៀងគោឲ្យផឹកទឹកញាតិមិត្តប្រុសស្រីសប្បាយខ្ញៀវខ្ញាយប់ខែភ្លឺថ្លាពេញបរមីព្រឹកឡើងដេញគោក្របីឲ្យស៊ីស្មៅតាមវាលនេះជាជីវិតអ្នកស្រែគ្មានអ្វីត្រូវព្រួយឡើយស្រណោះម្លេះទេណាគេដូនតាដីស្រែចំការណាមកដល់មកណាំធ្លាប់ឲ្យកំណាតរួងយូរឆ្នាំ
ពួនអើយគ្រប់ទីហេតុអ្វីមានពីងអើយរត់គ្នាបានស្រណោះវាលស្រែងអើយខែពេញបាញាតិមិត្តកំកងអើយធ្វើបុណ្យណាទៀនជួបជុំកាថាយអើយកាយខ្សែសានឹកឡាមិនស្មានខានជួបទៀតណា ទំនៀមទម្លាប់ខ្មែរយើងពេលបន់ស្រន់បួងសួងផ្សងសុំអ្វីៗគឺយកផ្កាឈូកនេះឯងធ្វើជាសក្ការៈបូជាជាពិសេសនៅថ្ងៃសិលតែម្ដងព្រោះផ្កាឈូកជាផ្កាបរិសុទ្ធផូរផង់ល្អ